រៀបសួរសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនពីផ្លូវធ្វើដំណើរទៅវត្តបងប្អូនចានៅWellington នេះមានវត្តមួយវត្តខ្មែរចាជាវត្តរបស់ខ្មែរហើយនៅលើកំពូលភ្នំអញ្ចឹងសូមអញ្ជើញបងប្អូនតាមដានការធ្វើដំណើររបស់នាងខ្ញុំទាំងអស់គ្នាព្រោះអីថ្ងៃនេះជាវេនរបស់នាងខ្ញុំរៀងរាល់ថ្ងៃសុក្រគឺនាងខ្ញុំបានធ្វើវេនចង្ហាន់ព្រះសង្ឃចាក្នុងក្រុមគ្រួសារពួកនាងខ្ញុំទាំងអស់គ្នាអញ្ចឹងសូមអញ្ជើញបងប្អូនតាមដានការធ្វើដំណើររបស់ខ្ញុំទាំងអស់គ្នាចាដំណើរទៅឲ្យបងប្អូនចាផ្លូវមានផ្សារច្រើនដែរនេះផ្លូវទៅវត្តពួកខ្ញុំនេះផ្លូវតាមមាត់សមុទ្របងប្អូនទៅតាមមាត់សមុទ្រអញ្ចឹងណាសមុទ្រជុំវិញនឹងឯងចាព្រោះនេះផ្ទះចាស់បងប្អូននេះផ្ទះចាស់គេថ្លៃហើយមកនៅថតវីដេអូឲ្យបងប្អូនបានមើលការធ្វើដំណើរប្រហែលជាពួកខ្ញុំធ្វើប្រហែលជា25នាទីនេះ15ឯណា15នាទី15នាទីទេវត្តប៉ុន្តែខ្ញុំថតកាត់ឲ្យបងប្អូនបានមើលខ្លះចឹងណាព្រោះអី15នាទីវាឆ្ងាយពេកចឹងខ្លាចបងប្អូនអត់មានពេលមើលថ្ងៃនេះគេដាក់សម្រាមតាមផ្លូវថ្ងៃសុកចឹងគេយកសម្រាមនៅតំបន់ខ្ញុំនេះធំខៀវសិតសម្រាមគេមកយកបងប្អូនដល់សមុទ្រនេះផ្លូវសមុទ្រចឹងបងប្អូនចាសមុទ្រជុំវិញឥឡូវធ្វើដំណើរនេះសមុទ្របងប្អូនចាធ្វើដំណើរតាមផ្លូវមាត់សមុទ្រនេះសមុទ្រមកខាងផ្លូវមាត់សមុទ្រជុំវិញចឹងបងប្អូនសមុទ្រអត់ខុសត្រូវទឹកអនុបងប្អូនមើលទេសភាពលេងផ្ទះនៅលើភ្នំអីនោះមើលផ្ទះគេនៅលើភ្នំលើកំពូលភ្នំក៏មានខាងក្រោមក៏មាននៅតំបន់ខ្ញុំរស់នៅនេះភ្នំច្រើនណាបងប្អូនភ្នំសមុទ្របងតាមផ្លូវមាត់សមុទ្ររហូតគេធ្វើខ្នល់បងប្អូនចឹងទៅភ្លើងស្តុបគេឲ្យឈប់នេះសមុទ្រខៀវហើយតែទៀតធ្វើផ្លូវបងប្អូនផ្លូវគេធ្វើតែរហូតនឹងឯងសមុទ្រហើយនេះមកឃើញច្បាស់ល្អនេះសមុទ្រតែគេទួយភ្នែកចប់ផ្លូវសមុទ្រគឺឡើងទៅលើភ្នំដល់វត្តតែម្ដងខ្ញុំ
ថតកាត់ទេបងប្អូនខ្ញុំបានថតទាំងអស់ទេបើថតទាំងអស់គឺវែងណាបងប្អូនតែបងប្អូនអត់មានពេលមើលអញ្ចឹងនេះទៅទេសភាពស្អាតទេបងប្អូននេះទេសភាពស្អាតផ្លូវកង្កែកកង្កក់បងប្អូនផ្លូវដូចតុងអាំងអញ្ចឹងពេលបាសបងប្អូនពេលបាសគេមកចតនៅនឹងដើម្បីបញ្ចូលសាំងអញ្ចឹងបញ្ចូលហ្គាសនេះបងប្អូនគឺផ្លូវឡើងចាផ្លូវឡើងលើភ្នំហើយដបូលក្រហមបន្តិចហ្នឹងគឺវត្តហើយចាផ្លូវឡើងលើភ្នំបងប្អូនចោតដែរហ្នឹងណាចាផ្លូវចោតចិត្តដល់នេះក្រហមគឺវត្តបងប្អូនចិត្តដល់បងប្អូនទីបងប្អូនដល់វត្តហើយចានេះដល់វត្តហើយបងប្អូននៅលើកំពូលភ្នំវត្តនៅលើកំពូលភ្នំចាឡងបងប្អូនដល់វត្តហើយមានចែកដីមួយចែកដីហ្នឹងឯងស្អែកឯសិលនេះបងប្អូនដល់ហើយវត្តចានេះគឺជាកុដិហើយនឹងសាលាឆាន់អញ្ចឹងណាហើយខាងក្រោមនោះនេះខាងក្រោមនោះពហិយចាពហិយធំចាហើយនៅខាងនេះlibrary បណ្ណាល័យចាហើយនេះចាតួវត្តនេះដាក់តាំងអង្គរវត្តអញ្ចឹងបងប្អូននេះសាលាឆាន់អញ្ចឹងហើយក៏មានចែកដីបងប្អូននៅលើកំពូលភ្នំស្អាតណាទេសភាពស្អាតណាបងប្អូនចាមានតែប៉ុណ្្នឹងឯងបងប្អូនអត់មានអីចាហើយខ្ញុំចង់បង្ហាញបងប្អូនទីធ្លាវត្តមានកន្លែងចតឡានអីអញ្ចឹងចាខ្ញុំបងប្រៀបចង្ហាន់ប្រសង់ចង្ហាន់ប្រសង់ថ្ងៃនេះបាន24មាន24វាតាមតាមអីបានតែជើងហើយទៅ22មានប៉ុណ្្នឹងអ្នកបងអង្គសុវណ្ណការកូនអូអីនេះទៅមកញ៉ាំមកណាចាប់តែកើតបងប្អូនលោកប៊ុនអង្គលោកតាប៊ុនអង្គលោកមុនទៅអង្គលេមអង្គបានឃើញដល់លោកល្អចាដំបងថ្ងៃដូចជា2ថ្ងៃក្រោយទៅឈឺទៅឃើញលោកខ្ញុំយាមសប្បាយយឺរហ៎